មូលដ្ឋានយោធាសម្ងាត់ចំនួន10នៅក្នុងពិភពលោកដែលមនុស្សជាច្រើនមិនដែលបានឮមូលដ្ឋានយោធារបស់ប្រទេសនីមួយៗពាក់ព័ន្ធទៅដល់កិច្ចការសន្តិសុខរបស់ជាតិដូច្នេះការរក្សារឿងសម្ងាត់នៅក្នុងមូលដ្ឋានយោធាទាំងអស់នេះវាគឺជារឿងធម្មតាទេមានមូលដ្ឋានយោធាមួយចំនួនត្រូវបានគេបង្ហាញជាសាធារណៈក៏ប៉ុន្តែក៏មានមួយចំនួនទៀតត្រូវបានគេលាក់កំបាំងហើយត្រូវបានគេកសាងឡើងរាប់ចាប់តាំងពីនៅលើកំពូលភ្នំនៅលើដីនៅក្រោមទឹកហើយក៏មានផងដែរនៅក្រោមដីមូលដ្ឋានយោធាសម្ងាត់ខ្លះត្រូវបានគេប្រើប្រាស់ជាកន្លែងធ្វើតេស្តអាវុធខ្លះត្រូវបានគេប្រើប្រាស់ជាកន្លែងភៀសខ្លួននិងខ្លះទៀតនោះត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់លាក់អាវុធទំនើបនិងគ្រោះថ្នាក់នៅក្នុងពេលសប្តាហ៍នេះមានមូលដ្ឋានយោធាសម្ងាត់ជាច្រើនដែលត្រូវបានគេកសាងឡើងនៅជុំវិញពិភពលោកប៉ុន្តែនៅក្នុងវីដេអូនេះសូមលើកយកតែមូលដ្ឋានយោធាសម្ងាត់10តែប៉ុណ្ណោះដើម្បីឲ្យលោកអ្នកបានស្គាល់តោះសូមអញ្ជើញទស្សនាជាបន្តទាំងអស់គ្នាថាតើមូលដ្ឋានយោធាសម្ងាត់ទាំងអស់នោះគឺជារបស់ប្រទេសណាខ្លះមានទីតាំងនៅទីណាខ្លះហើយវាត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះទី1មូលដ្ឋានយោធា Ericsson Air Station មូលដ្ឋានមួយនេះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ1943ដើមឡើយនោះវាគឺជាមូលដ្ឋានកងទ័ពអាកាសស៊ីមយ៉ារបស់សហរដ្ឋអាមេរិកមានតួនាទីសំខាន់ជារ៉ាដាចាប់មីស៊ីលបាល់ីស្ទិករបស់សត្រូវជាពិសេសនៅក្នុងសម័យសង្គ្រាមត្រជាក់ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគេបានបំលែងវាទៅជាទីកន្លែងចតនិងចាក់ប្រេងយន្តហោះនៅក្នុងករណីបន្តមួយចំនួនមូលដ្ឋានយោធានេះមិនសូវមានអ្នកស្គាល់ទេដោយសារតែវានៅលើកោះដដាច់ស្រយាលមួយមានឈ្មោះថាកោះស៊ីមយ៉ាដែលមានទីតាំងនៅលើទីប្រជុំកោះអាឡឺធានទីតាំងជាក់លាក់របស់វាមានចម្ងាយប្រហែលជា7,000 គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Anchorage នៅក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិកបើរាប់ចម្ងាយពីរុស្ស៊ីវិញវាមានចម្ងាយពីទឹកដីភាគខាងកើតរបស់រុស្ស៊ីត្រឹមតែជាង320 គីឡូម៉ែត្រតែប៉ុណ្ណោះវីដេអូនេះនាំមកជូនដោយ Iber Express ស្តង់ដារថ្មីនៃការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាមានរថយន្តគ្រប់ម៉ោងពេលព្រឹកនិងពេលយប់ភ្ជាប់ភ្នំពេញសៀមរាបកំពតកំពង់សោមកោះរ៉ុងសន្លឹមនិងគោលដៅជាច្រើនទៀតទូទាំងប្រទេសសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ជាមួយតម្លៃសម្បត្តិសមរម្យរួមជាមួយនឹង Ibers Premium ផ្ដល់សេវាជួលរថយន្តប្រណិតសម្រាប់បុគ្គលក្រុមហ៊ុនភ្ញៀវ VIP និងការធ្វើដំណើរគ្រប់ប្រភេទ Ibers មិនត្រឹមតែដឹកអ្នកដំណើរប៉ុន្តែយើងដឹកក្តីសង្ឃឹមនៃប្រជាជនកម្ពុជាdownload app Ibers ឬក៏ទំនាក់ទំនង Page Ibers ថ្ងៃនេះទី2មូលដ្ឋានយោធា Kwajalein Atoll នេះគឺជាមូលដ្ឋានយោធាដ៏សម្ងាត់មួយទៀតរបស់សហរដ្ឋអាមេរិកព្យាយាមរក្សាការសម្ងាត់នៅក្នុងមូលដ្ឋានយោធាមួយនេះដោយសារតែអាមេរិកប្រើប្រាស់វាជាទីកន្លែងនៅក្នុងការសាកពិសោធន៍ធ្វើតេស្តអាវុធថ្មីទំនើបដែលប្រទេសដទៃមិនទាន់មានជាស្ដែងកន្លងទៅអាមេរិកបានប្រើប្រាស់មូលដ្ឋានឥតស្រយាលមួយនេះនៅក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរមីស៊ីលហើយនិងឧបករណ៍តាមដានដទៃទៀតសូម្បីតែរ៉ុកែត Falcon 1 របស់ក្រុមហ៊ុន SpaceX ក៏ត្រូវបានគេធ្វើតេស្តដោយជោគជ័យនៅទីកន្លែងនេះផងដែរមូលដ្ឋានយោធាអាមេរិក Kwajalein Atoll មានទីតាំងនៅលើទីប្រជុំកោះ Marshall Island ដែលអាមេរិកបានជួលកោះតូចៗចំនួន11ក្នុងចំណោមកោះសរុបចំនួន97បង្កើតបានទៅជាមូលដ្ឋានយោធារបស់ខ្លួនទី3មូលដ្ឋានយោធា Fort Detrick របស់សហរដ្ឋអាមេរិកមូលដ្ឋានយោធានេះត្រូវបានគេកសាងឡើងកាលពីទសវត្សរ៍ឆ្នាំ1940នៅក្នុងទីជនបទមួយនៃរដ្ឋ Maryland ទឹកដីសហរដ្ឋអាមេរិកមូលដ្ឋានយោធា Fort Detrick មានប្រវត្តិដ៏ខ្មៅងងឹតច្រើនណាស់ដោយសារតែវាត្រូវបានអាមេរិកប្រើប្រាស់ជាទីកន្លែងសម្រាប់ផលិតអាវុធជីវសាស្ត្រមានថ្នាំពុលនិងសារធាតុគីមីគ្រោះថ្នាក់ច្រើនណាស់ដែលត្រូវបានអាមេរិកយកទៅកាន់ទីនេះនៅក្នុងគោលបំណងបង្កើតទៅជាអាវុធជីវសាស្ត្រទោះបីជាផ្លូវការអាមេរិកប្រកាសថាបានបិទមូលដ្ឋានយោធាមួយនេះកាលពីឆ្នាំ1969ក៏ដោយក៏ប៉ុន្តែគេសង្ស័យថាអាមេរិកបិទតែកម្មវិធីនៅក្នុងការផលិតអាវុធជីវសាស្ត្រតែប៉ុណ្ណោះរីឯដំណើរការនៅក្នុងមូលដ្ឋានយោធាមួយនេះនៅតែបន្តមានហើយអាមេរិកបានប្រើប្រាស់វាជាសម្ងាត់ទី4មូលដ្ឋានយោធា Oswald Naval Base ដើមឡើយទីកន្លែងមួយនេះគឺជាមូលដ្ឋានយោធាសម្រាប់កងទ័ពជើងទឹកប្រទេសណូវេក៏ប៉ុន្តែក្រោយមកណូវេបានលក់មូលដ្ឋានមួយនេះទៅឲ្យរុស្ស៊ីហើយនៅក្នុងពេលបច្ចុប្បន្នរុស្ស៊ីនៅតែបន្តប្រើប្រាស់វានៅក្នុងគោលបំណងធ្វើការស្រាវជ្រាវអាវុធ
ទីកន្លែងនេះត្រូវបានគេកសាងឡើងដោយអគារដែលមានសភាពរឹងមាំការពារការទម្លាក់គ្រាប់បែកមានផ្លូវឆ្ពោះទៅកាន់សមុទ្រហើយនឹងមានផ្លូវនៅខាងក្រោមភ្នំទៀតផងទីកន្លែងមួយនេះត្រូវបានណូវេកសាងឡើងកាលពីឆ្នាំ1967ក្រោយពេលដែលណូវេបានលួចដល់រុស្ស៊ីគេមិនដឹងទេថាតើរុស្ស៊ីកំពុងតែធ្វើអ្វីខ្លះនៅក្នុងមូលដ្ឋានមួយនេះទី5មូលដ្ឋានយោធា Naval Magazine Indian Island របស់សហរដ្ឋអាមេរិកមូលដ្ឋានយោធាមួយនេះមានទីតាំងនៅលើឆ្នេរ Washington State វាគឺជាមូលដ្ឋានយោធាដែលតូចបំផុតនិងមានលក្ខណៈពិសេសបំផុតរបស់កងទ័ពជើងទឹកអាមេរិកមានអ្វីៗជាច្រើនដែលអាចកំបាំងនៅក្នុងមូលដ្ឋានយោធាមួយនេះប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះមូលដ្ឋាននេះត្រូវបានគេប្រើប្រាស់សម្រាប់ការលើកចូលនិងលើកចេញនៃគ្រឿងផ្ទុះទៅលើកប៉ាល់ធំៗតួយ៉ាងដូចជានាវាផ្ទុកចំហចំបាំង Nimitz Class នៅក្នុងមូលដ្ឋានយោធាមួយនេះគេដឹងថាយ៉ាងហោចណាស់មានឃ្លាំងផ្ទុកអាវុធគ្រឿងផ្ទុះជាពិសេសគឺគ្រាប់បែកចំនួនជាង100កន្លែងឯណោះឃ្លាំងទាំងអស់នេះសុទ្ធតែត្រូវបានកសាងឡើងបំពាក់ដោយប្រព័ន្ធការពាររឹងមាំជាពិសេសនោះគឺជញ្ជាំងការពារពីការទម្លាក់គ្រាប់បែកដូច្នេះនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងមិនថាជាគ្រោះធម្មជាតិមិនថាជាការវាយប្រហារពីសត្រូវវានៅតែអាចរក្សាការពារខ្លួនចំពោះគ្រាប់បែកដែលមាននៅក្នុងនោះទី6មូលដ្ឋានយោធា Siegen Glacier របស់ឥណ្ឌាមូលដ្ឋានយោធាមួយនេះខុសប្លែកពីមូលដ្ឋានយោធាផ្សេងៗទៀតរបស់ឥណ្ឌាវាមានទីតាំងនៅចំចំណុចចំនួននៃប្រទេសប៉ាគីស្ថាននិងប្រទេសឥណ្ឌាពលគឺនៅជាប់ព្រំដែននៃប្រទេសទាំងពីរនេះតែម្ដងគឺជាតំបន់យុទ្ធសាស្ត្រដែលទាំងប្រទេសប៉ាគីស្ថាននិងប្រទេសឥណ្ឌាដណ្ដើមគ្នាប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះទីតាំងនេះកំពុងតែស្ថិតនៅក្នុងដៃរបស់ប្រទេសឥណ្ឌាមូលដ្ឋានយោធានេះមានទីនាទីប្រចាំការមួយចំនួនហើយមានទីតាំងដាច់ស្រយាលនៅលើកម្ពស់នីវ៉ូទឹកសមុទ្រដល់ទៅ 6,400 ម៉ែត្រការប្រជុំមុខជាមួយនឹងទាហានប៉ាគីស្ថានគឺជារឿងគ្រោះថ្នាក់មួយទៅហើយប៉ុន្តែកាន់តែគ្រោះថ្នាក់នោះទាហានឥណ្ឌាដែលប្រចាំការនៅក្នុងមូលដ្ឋាននេះត្រូវប្រជុំមុខជាមួយនឹងគ្រោះថ្នាក់ពីធម្មជាតិដែលមានដូចជាអាកាសធាតុត្រជាក់ខ្យល់បក់ខ្លាំងព្យុះនិងកង្វះអុកស៊ីសែនទី7មូលដ្ឋានយោធា Mount Weather មូលដ្ឋានយោធានេះគឺជារបស់អាមេរិកមានទីតាំងនៅក្នុងជួរភ្នំ Blue Ridge នៅក្នុងរដ្ឋ Virginia របស់សហរដ្ឋអាមេរិកដើមឡើយវាត្រូវបានគេបង្កើតឡើងជាស្ថានីយ៍អាកាសធាតុតែប៉ុណ្ណោះនៅក្នុងសតវត្សទី19ក្រោយមកវាត្រូវបានគេយកធ្វើជាជំរំសម្រាប់កងទ័ពនៅកំឡុងសង្គ្រាមលោកលើកទី2ហើយចុងបញ្ចប់នោះពេលដែលសង្គ្រាមចប់ទៅគេក៏បានយកវាមកធ្វើជាមូលដ្ឋានយោធាសម្ងាត់នៅក្រោមដីនៅក្នុងពេលសប្តាហ៍នេះវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសន្តិសុខជាតិអាមេរិកហើយប្រើប្រាស់វាជាទីកន្លែងគេចខ្លួនឬក៏សម្ងាត់ខ្លួនរបស់មន្ត្រីធំៗអាមេរិកនៅពេលដែលមានហេតុការណ៍ណាមួយកើតឡើងតួយ៉ាងដូចជាអំពើពាណិជ្ជកម្ម11កញ្ញាជារួមមកទីកន្លែងយោធាដ៏សម្ងាត់ក្រោមដីមួយនេះត្រូវបានអាមេរិកប្រើប្រាស់ជាទីកន្លែងលាក់ខ្លួនសម្រាប់មន្ត្រីធំៗរបស់អាមេរិកជាងប្រើប្រាស់ជាទីកន្លែងសម្រាប់វាយប្រហារទៅលើសត្រូវទី8មូលដ្ឋានយោធាកាពូស្ទីនយ៉ារបស់រុស្ស៊ីមូលដ្ឋានយោធាកាពូស្ទីនយ៉ាមានទីតាំងនៅក្នុងតំបន់ Astrakhan Oblast របស់រុស្ស៊ីដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Volgograd វាគឺជាមូលដ្ឋានយោធាជាប្រវត្តិសាស្ត្រនិងដ៏ពិសេសរបស់កងទ័ពរុស្ស៊ីវាត្រូវបានសូវៀតបង្កើតឡើងនៅក្នុងឆ្នាំ1946នៅក្នុងគោលបំណងពិសោធន៍និងធ្វើតេស្តទៅលើរ៉ុកែតនិងមីស៊ីលបន្ទាប់ពីសូវៀតបានចាប់បានរ៉ុកែតរបស់អាល្លឺម៉ង់ប្រភេទ A4 ឬក៏រ៉ុកែត V2 យកទៅធ្វើតេស្តនៅទីនោះសូវៀតបានលាក់ទីកន្លែងនេះជាសម្ងាត់បំផុតមិនឲ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនបានដឹងទេដូចជាអង់គ្លេសបារាំងនិងអាមេរិកជាដើមពីព្រោះអាវុធជាច្រើនដែលសូវៀតចាប់បានពីអាល្លឺម៉ង់សុទ្ធតែយកមកពិសោធន៍ជាសម្ងាត់បន្តិចម្ដងសូវៀតបានប្រើប្រាស់ទីកន្លែងនេះសម្រាប់ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរអវកាសទីកន្លែងដ៏សម្ងាត់របស់រុស្ស៊ីមួយនេះបើយើងធ្វើការប្រៀបធៀបទៅគឺមិនសូវខុសពីតំបន់51របស់អាមេរិកនោះទេដែលអាមេរិកប្រើប្រាស់សម្រាប់ការពិសោធន៍នៅអាវុធថ្មីៗនិងសម្ងាត់ទី9មូលដ្ឋានយោធា Harvey Point Defense Testing Activity នេះគឺជាមូលដ្ឋានយោធារបស់អាមេរិកមានដើមឈើធំៗព័ទ្ធជុំវិញត្រូវបានកសាងឡើងកាលពីឆ្នាំ1940ដែលស្ថិតនៅក្នុងរដ្ឋ North Carolina
នៅពេលកសាងដំបូងគេប្រើប្រាស់វាធ្វើជាជំរំកងទ័ពប៉ុន្តែបន្ទាប់ពីសង្គ្រាម Bay of Pigs គេក៏បានបំលែងវាទៅជាទីកន្លែងសម្រាប់ធ្វើតែអាវុធហើយនៅបណ្ដាកងទ័ពនៅលើដីក្រៅពីនេះគេក៏ប្រើប្រាស់មូលដ្ឋានមួយនេះជាទីកន្លែងធ្វើការរបស់ស្ថាប័នធំៗនិងសម្ងាត់របស់អាមេរិកដូចជា CIA, FBI, Navy SEAL ហើយនិងអង្គភាពប្រឆាំងជាមួយនឹងពួកភេរវករអន្តរជាតិគឺនៅក្នុងបរិវេណនៃមូលដ្ឋានយោធាមួយនេះហើយដែលគេបានបង្កើតផ្ទះសម្បត្តិនិមិត្តរបស់អូសាម៉ា ប៊ីន ឡាដិននិងហាត់សមនៅក្នុងការវាយប្រហារមុនពេលដែលប្រតិបត្តិការពិតប្រាកដត្រូវបានធ្វើឡើងទី10មូលដ្ឋានទ័ពអាកាស Wright-Patterson នេះគឺជាមូលដ្ឋានទ័ពអាកាសរបស់អាមេរិកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1917មកម្លេះពលគឺនៅកំឡុងសង្គ្រាមលោកលើកទី1មូលដ្ឋាននេះមានទីតាំងនៅខាងក្រៅទីក្រុង Dayton រដ្ឋ Ohio វាត្រូវបានអាមេរិកប្រើប្រាស់ជាទីកន្លែងសម្រាប់ការសិក្សាស្រាវជ្រាវនិងចម្លងទៅលើយន្តហោះដែលចាប់បានពីសត្រូវនៅទីកន្លែងនេះត្រូវបានគេឲ្យឈ្មោះថាជាទីកន្លែងសម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗរបស់កងទ័ពអាមេរិកយោងតាមប្រភពមួយចំនួនមូលដ្ឋានយោធាមួយនេះក៏ជាប់ពាក់ព័ន្ធជាមួយនឹងឧបទ្ទហេតុនៅក្នុងទីក្រុង Roswell ដែលសំដៅទៅលើការធ្លាក់ថាសហោះរបស់មនុស្សក្រៅភពគេជឿថាថាសហោះរបស់មនុស្សក្រៅភពនេះត្រូវបានគេនាំយកទៅកាន់មូលដ្ឋានមួយនេះដើម្បីធ្វើការសិក្សាស្រាវជ្រាវ